បាទដូច្នេះបាទថុលមករាបាទកំពុងតែរងចាំរួចស្រេចបាទមករាគុណខ្មែរបាទកំពុងរងចាំរួចស្រេចបាទសម្រាប់ការប្រកួតគូចុងក្រោយបាទហើយកំពុងតែទន្ទឹងរងចាំមើលថាតើរវាងកីឡាករទាំងពីររូបនេះបាទអ្នកណាគេបាទនឹងឡើងទៅប៉ះរូបគេបាទជាបន្តមកខ្ញុំបាទសូមជូនប្រវត្តិនៃការប្រកួតរបស់កីឡាករទាំងពីររូបបង្គោលក្រហមអាយុ25ឆ្នាំកម្ពស់ 1.77 ទម្ងន់67គីឡូក្រាមធ្លាប់ប្រកួតចំនួន86ដងឈ្នះ67ដងចាញ់16ដងស្មើ3ដងនិងធ្លាប់ដួលដៃគូតស៊ូសម្រាប់ចំនួន38ដងជាកីឡាកររបស់បាក់សីស្លាប់ដែកសមាគមកីឡាក្រសួងមហាផ្ទៃគ្រូបង្ហាត់គឺលោកសូតប៊ុនធាលោកស្រីនិងកញ្ញាជាទីមេត្រីក៏សូមណែនាំឲ្យស្គាល់មេតបរងបាក់សីស្លាប់ដែរសូតខេវិនបាទរាយកីឡាករបង្គោលខៀវបាទមានអាយុ26ឆ្នាំកម្ពស់ 1.70 ទម្ងន់67គីឡូក្រាមស្មើគ្នាធ្លាប់ប្រកួតចំនួន70ដងឈ្នះ50ដងចាញ់17ដងស្មើ3ដងនិងធ្លាប់ដួលគូប្រកួតឲ្យស្លាប់ចំនួន9ដងគឺជាកីឡាកររបស់ប្រទេសសាធារណរដ្ឋប្រជាធិបតេយ្យឡាវលោកស្រីនិងកញ្ញាជាទីមេត្រីក៏សូមស្វាគមន៍កងឆៃដែនសូស៊ីងយ៉ៃបាទបរិយានេះបាទសូតខេវិនបាទមេតបរងបាក់សីស្លាប់ដែកបាទចេញលេងសង្វៀនច្រើនណាស់បាទបើលោកមេតបធំបាទសូតបុទ្ធីឥឡូវនេះបាទគឺគាត់ភាកច្រើនបាទបង្ហាត់បាទអញ្ចឹងទុកឲ្យលោកមេតបរងបាទចេញក្លុកសង្វៀនវិញបាទអញ្ចឹងសម្រាប់គូនេះបាទអ្នកឈ្នះបាទឡើងទៅប៉ះបាទមករាគុណខ្មែរបាទមករាគុណខ្មែរបាទពីមុនបងប្អូនស្គាល់បាទគាត់បាទគឺថុលមករាបាទបាត់មុខមួយរយៈបាទមកវិញបាទគឺប្រកួតបាទសង្វៀនគុណខ្មែររបស់យើងបាទយ៉ាងណាក៏អរគុណផងដែរបាទដល់ភេសជ្ជៈបាទពៅកម្លាំងកម្ពុជាបាទធម្មពលដ៏ជោគជ័យបាទភេសជ្ជៈពៅកម្លាំងកម្ពុជាបាទមានរសជាតិឆ្ងាញ់បាទជំនួយខួរក្បាលបាទផ្សំឡើងពីតូរីនបាទវីតាមីនជាច្រើនប្រភេទបាទមាន B3 B5 B6 B12 បង្កើនធម្មពលខ្លាំងក្លាបាទឈ្មោះទៅរកភាពជោគជ័យចាមកកណ្ដាលស្ដាប់បញ្ចនិចការប្រកួតពីលោកអញ្ញាកណ្ដាលលោកតុយវណ្ណរាបាទសូមបញ្ជាក់ថាគូនេះបាទគឺអត់មានខុសលក្ខន្តិកៈបាទលើសគីឡូលើសអីទេបាទគឺ67គីឡូក្រាមបាទប៉ិនគ្នាតែម្ដងបាទអញ្ចឹងអ្នកឈ្នះបាទគឺត្រូវឡើងទៅជួបបាទមករាគុណខ្មែរបាទនៅគូចុងក្រោយបាទហើយការប្រកួតបាទគឺជំរុះបាទដោយរៀងរាល់សប្តាហ៍បាទយើងប្រកួត3ទឹកបាទចៅក្រមត្រៀមប្រុងព្រះប្រកួតនៅចំបាំងកម្លាំងកម្ពុជាគូទី2ដែលឈ្មោះអន្តរជាតិដណ្ដើមប្រាក់លានវគ្គជម្រុះរវាងកម្ពុជាឡាវទឹកទី1 round 1បាទទឹកទី1 round 1អញ្ជើញលោកនាងបាទទស្សនាការប្រកួតបាទគូជម្រុះបាទដណ្ដើមប្រាក់លានបាទគូទី2បាទបង្គោលក្រហមកីឡាករកម្ពុជាបាទគឺបាទសូតខេវិនបាទប៉ះជាមួយនឹងកីឡាករកងឆៃដែនបាទមកពីប្រទេសឡាវបាទ67គីឡូក្រាម3ទឹកបាទទាត់ឆ្វេងពីជើងបាទរបស់កងឆៃដែនបាទកីឡាកររូបនេះបាទមិនថ្មីទេបាទសម្រាប់សង្វៀនស្រុកខ្មែរបាទគឺធ្លាប់មកច្រើនដងរួចមកហើយបាទអាញាកណ្ដាលលោកទុយស្វណ្ណរាបាទប្រាប់កីឡាករទាំងពីរឲ្យប្រកួតបាទបន្ទាប់ពីចលោគ្នាអស់ជាង40វិនាទីទៅហើយ
បាទធ្វើឲ្យលឿនបាទដោយគូមុនបាទមិនទឹកដឹងជ្រះចាញ់តែម្ដងបាទមិនដល់1នាទីផងបាទតតឆ្វេងរបស់កងឆៃដែនបាទចលោត្រង់នេះបាទចេញទេអត់ទេបាទតតខ្ពស់ពេកបាទសម្រាប់កងឆៃដែនអត់អីបាទបន្តការប្រកួតទៀតបាទនេះឃើញថាសូនពុទ្ធីមិនទាន់ចេញវាយបដៃដល់ហើយទេបាទនៅមើលសិនទប់មកជើងស្ដាំរបស់សូនខេវិនបាទខេវិនណាចូលអូហូយបាទទាត់មកជើងថែមទៀតត្រង់នេះរបស់ខេវិនសងមកជើងរបស់កងឆៃដែនរអិលដួលខ្លួនឯងបាទប្រកួតបន្តបាទគូនេះគេថាអ្នកលេងមែនបាទអ្នកលេងមែនទាត់មកជើងស្ដាំបាទរបស់សូនខេវិនស្ទុះចូលបាទកងឆៃដែនខេវិនថយបាទមកជើងរបស់ខេវិនធ្ងន់មែនទែនបាទទាត់មកជើងវិញបាទពីកីឡាករបង្គោលខៀវបាទកងឆៃដែនបាទចលោជើងក្រៅមួយសិនរបស់បង្គោលខៀវខេវិនជាជើងស្ដាំទៅហើយបាទមកជើងទៀតទេបាទជើងត្រង់នេះរបស់កងឆៃដែនចាប់ជើងចុកបីស្ដាំទាត់ស្ដាំបាទរបស់សូនខេវិនបាទលួចច្បាប់បរបាទគឺល្អមែនទែនបន្តការប្រកួតទៀតបាទ50វិនាទីចុងក្រោយបាទទឹកទី1បាទជាយមចលោកិច្ចចលោបាទសម្រាប់បង្គោលខៀវវាយស្ដាំម្ដាយរបស់សូនខេវិនទាត់ជើងស្ដាំវិញរបស់កងឆៃដែនបាទត្រង់នេះបាទខេវិនអត់ទាត់ទេយាជើងដកចេញវិញបាទចលោបន្តិចបាទទាត់មកជើងស្ដាំរបស់ខេវិនអាយ៉ាឆៃដែនស៊ូចូលមកធ្វើអីបាទអត់ទាន់ដាក់ទេបាទវាយស្ដាំម្ដាយរបស់កងឆៃដែនបាទខេវិនក៏គាត់កំពុងតែសិក្សាមើលបាទតើគួរទាត់បាទឬក៏គួរវាយបាទតែវិញមិនគាត់តេះបានប្រហែលជើងហើយបាទលើកត្រង់នេះដួលមិនស្អាតទៀតបាទសម្រាប់កងឆៃដែនបាទឆៃដែនក៏មានហ៊ានបុកខ្លាំងដែរបាទទៅលើខេវិនបាទខេវិនដូចគ្នាបាទវាយប្រយោលចេញមួយសិនបាទធាក់មកជើងស្ដាំរបស់សូនខេវិនទាត់វិញរបស់ឆៃដែនអាយ៉ាខ្មងដៃសូមួយបាទរបស់បង្គោលក្រមចាប់ទឹកទី1ចាប់ទឹកទី1បាទរូបភាពយឺមិញបាទជើងតតខ្លាំងណាស់បាទសម្រាប់សូនខេវិនបាទមិនចម្លែកទេបាទខេវិននេះមិនទាន់ប្រើកែងផងបាទទឹកទី1ខេវិនបាទនៅលាក់វិជាគុណដល់ហើយទេបាទតែកងឆៃដែនបាទយើងមើលទៅបាទរឿងផ្អើលបន្តិចបាទទឹកទី1បាទចូលថយចូលបាទពិចារគាត់ល្អិលជើងបាទនៅលើសង្វៀនបាទយ៉ាងមើលបាទទឹកទី2បាទគាត់កែតម្រូវបាទសម្រាប់កងឆៃដែនអរគុណបាទដល់ភេសជ្ជៈពើកម្លាំងកម្ពុជាបាទធម្មពលដោយជោគជ័យបាទខេមូឌីកូឡាបាទរសជាតិពីរីបាទនឹងទឹកពិសាកម្ពុជាបន្សុទ្ធគ្រប់ដំណក់បាទជាមួយបច្ចេកវិទ្យា Smart Triple Filter នៅទឹកចេញក្រៅនៅចំបាំងកម្លាំងកម្ពុជាគូទី2ដែលជាគូអន្តរជាតិដណ្ដើមប្រាក់លានវគ្គជម្រុះរវាងកម្ពុជាឡាវទឹកទី2 round 2បាទទឹកទី2បន្តទៀតសម្រាប់ការប្រកួតជម្រុះដណ្ដើមប្រាក់លាន67គីឡូក្រាមបាទកីឡាករកម្ពុជាប៉ះឡាយបង្គោលក្រហមបាទសូនខេវិនបង្គោលខៀវកងឆៃដែនបាទចាំមើលទឹកនេះបាទខេវិនបាទស្ទុះខ្លាំងឬក៏យ៉ាងណាវាយស្ដាំត្រង់នេះរបស់ខេវិនបាទកងឆៃដែនគេផុតទាត់ស្ដាំថែមទៀតរបស់កីឡាករបង្គោលក្រហមទាត់សងវិញរបស់បង្គោលខៀវស្ទុះចូលវាយឆ្វេងស្ដាំជង្គង់របស់សូនខេវិនបោះស្ដាំថែមមួយទៀតឆ្វេងអញ្ញាក្លាលោកទុយវណ្ណរាបំបែកបាទបន្តការប្រកួតទៀតបាទមើលទៅខេវិនចាប់ផ្ដើមបញ្ចេញហើយបាទនៅក្នុងទឹកទី2នេះបាទយកមួយសិនទាត់ជួយរបស់កងឆៃដែនចាប់ជើងជាប់ត្រង់នេះរុញហើយបាទប្រើក្បាច់ខ្លាំងកថាមួយបាទសម្រាប់បង្គោលខៀវមើលទៅមិនស្រួលបាទបដួលខ្លួនកិច្ចបាទគ្រាសិនបាទបន្តការប្រកួតទាត់ស្ដាំជើងក្រោមបាទរបស់សូនខេវិនបាទកងឆៃដែនស្ទុះចូលបាទខេវិនថយទៅដូរជើងមួយសិនបាទចលោទាត់ជួយរបស់កងឆៃដែនបាយស្ដាំសងបាទកណ្ដាប់ដៃរបស់សូនខេវិនបាទយល់មួយចាក់ឆ្វេងរបស់បង្គោលខៀវចាប់កាច់គ្រាបោះជង្គង់ហើយក៏ជង្គង់សងវិញបាទទៅមករឿងខ្លួនចាប់កាច់គ្រាថែមួយទៀតរបស់ខេវិនបាទកងឆៃដែនបាទផ្ទះបំបីឃុំទាត់ឆ្វេងរបស់កងឆៃដែនតែញ៉ាំវិញទៀតបាទធាក់ស្ដាំរបស់បង្គោលក្រហមសូនខេវិនបាទជង្គង់ស្ដាំត្រង់នេះបាទថែមជួយមួយទៀតរបស់សូនខេវិនបង្គោលក្រហម
កងឆៃដែនបន្តតទៀតអាញាបដាប្រាប់ថាហាមបែប្រកួតបន្តទៀតធាក់ស្ដាប់មួយជើងអូយបាទខ្លាំងមែនបាទមួយជើងនេះរបស់សុនគេមិនទាត់ធ្វើសងវិញរបស់កងឆៃដែនមួយទៅមួយមកកែងបាត់ដល់ទៀតរបស់កងឆៃដែនគេវិនណាជុលបាទកងឆៃដែនថយមួយគេវិនធាក់ស្ដាំទាត់ធ្វើជើងរបស់កងឆៃដែនបាទធាក់មួយវាយស្ដាំមុខដងខ្លួនទាត់ថែមួយទៀតរបស់គេវិនតែញាកដាស៊ូចូលបំបែកបាទប្រកួតបន្តទាត់បាត់ជើងឆ្វេងរបស់កងឆៃដែនមានអីទាត់ក្បួលល្អតាបាទឆៃដែនបាទទាត់ថែមមួយទៀតត្រង់នេះជុំគង់ស្ដាំរបស់មង្គលក្រមថែមស្ដាំមួយទៀតបាទជុំគង់ទៅជុំគង់មកអាញាកដាបំបែកបាទប្រកួតបន្តចុងទឹកទី2ហើយធាក់ស្ដាំមួយជើងបាទរបស់សុនខេវិនធាក់ស្ដាំមួយរបស់ខេវិនអូយបាទពេញម្ដងអីយ៉ាបាទស៊ូចូលចង់បោះជង្គង់តែកងឆៃដែនចេញផុតទាត់មកជើងស្ដាំហើយក៏ជង្គង់ស្ដាំថែមទៀតជង្គង់ហើយក៏ថែមមួយទៀតកែងបត់ស្ដាំត្រង់នេះអូហូបាទថែមជង្គង់ស្ដាំដួលទៅហើយកស1 2អាញាកដារាប់ទៅលើកងឆៃដែនចូលជង្គង់បាទហើយចូលកែងអីយ៉ាទៅចង់រេ7តែអត់អីទេបាទងូក្បាលបន្តការប្រកួតទៀតបានបាទយ៉ាងណាក៏ចប់ទឹកទី2បាទរូបភាពយឺតបាទបង្ហាញជូនបងប្អូនបាទចុងទឹកអបាញ់មិញបាទខេវិនបុកជង្គង់ផងបាទថែមកែងទៀតបាទដែលធ្វើឲ្យញាកដារាប់មកលើកបាទកន្លែងនេះហើយបាទពីរជើងធាក់ខ្លាំងនេះអូយបាទចាំមើលកន្លែងប្រើកែងបងប្អូនបាទកែងឲ្យមានជង្គង់ទៀតអូយបាទនេះអូយបាទមិនធម្មតាទេបាទចុងទឹកបាញ់មិញបាទចឹងយ៉ាងណាបាទចាញ់មើលទឹកទី3បាទជាទឹកចុងក្រោយហើយបាទកីឡាកររូបណាបាទដែលឡើងទៅវគ្គផ្ដាច់ព្រាត់នៅទឹកចាញ់ក្រៅនៅចំបាំងកម្លាំងកម្ពុជាគូទី2ដែលជាអន្តរជាតិដណ្ដើមប្រាក់លានវគ្គជម្រុះរវាងកម្ពុជាឡាវទឹកទី3ជាទឹកផ្ដាច់ព្រាត់ Final Round បាទទឹកទី3បាទ Final Round បាទការប្រកួតបាទជម្រុះដណ្ដើមប្រាក់លានអ្នកឈ្នះឡើងវគ្គផ្ដាច់ព្រាត់អ្នកចាញ់បាទអត់បានឡើងទេបាទអាយ៉ាបាទទាត់ជើងក្រោមមួយរបស់កងឆៃដែនបាទសូតខេវិនបង្គោលក្រមចាប់ជើងត្រង់នេះបាទឆៃដែនព្រោះខ្លួនបាទប្រកួតបន្តទៀតបាទយ៉ាងណាក៏សូតខេវិនបាទគាត់មានប្រៀបតែមត្រង់បាយរាប់មកលើកបាទទៅលើកីឡាករឡាវបាទកីឡាករឡាវដើរចូលម៉ាត់ឆ្វេងពោះទឹកបាទខេវិនចលោតែចលោឲ្យគាត់ទាត់មកជើងវិញបាទពីឆៃដែនស៊ូចូលវាយស្ដាំទាត់ស្ដាំបាទខេវិនគាត់ចង់សន្សំកម្លាំងបន្តិចបាទដើម្បីប៉ះបាទមករាគុណខ្មែរនៅគូចុងក្រោយបាទផ្ទះឃុំអូហូយបាទមកជើងនេះធាក់ថែមទៀតខេវិនបុកទាត់មកជើងស្ដាំបាទមកជើងឲ្យមកជើងទៀតបាញ់ជង្គង់ស្ដាំរបស់ខេវិនបាទកីឡាករឡាវចូលឲ្យក៏ជង្គង់របស់ខេវិនបាទវាយឆ្វេងរបស់កីឡាករឡាវជង្គង់របស់ខេវិនសងវាយកៃស្ដាំមួយរបស់កងឆៃដែនកែងសងវិញរបស់សូនខេវិនអូយបាទកីឡាករឡាវនេះស្វិតមែនទែនបាទចូលច្រើនធ្ងន់តែមិនអីទេបាទថយមួយសិនកោអូយបាទខ្មងដៃសូរបស់បាទសូនខេវិនបន្ថែមមើលទៅកងឆៃដែនបានទៅឈរវាយបានបាទមានកាយវិការប្រកួតកែងបកមួយទៀតបាទមិនអីទេបាទសម្រាប់កងឆៃដែនបាទកែងមិញរបស់សូនខេវិនបាទប្រកួតបន្តបាទលូស្ដាំដៃរបស់បង្គោលក្រមបាទសូនខេវិនបាទម៉ាត់ស្ដាំថែមទៀតពួរទឹកបៃស្ដាំថែមទៀតបាទរបស់បាទបង្គោលក្រមថែមមួយទៀតអាយ៉ាអត់អីទេទាត់ស្ដាំទាត់ឆ្វេងរបស់បាទសូនខេវិនតែត្រង់លីបាទកងឆៃដែនដើរចូលមិនទាន់វាយទេបាទតាំងឃុំចលោមួយសិនបាទវាយចេញមួយរបស់បង្គោលក្រមបាទអញ្ញាកដាលបន្តការប្រកួតបាទខេវិនដើរចូលម៉ាត់ស្ដាំដៃបាទឆៃដែនជាមកិច្ចដែរបាទប៉ុន្តែពីច្រើនបាទគាត់ត្រូវនេះបាទចាប់ទីជើងបាទចលោបន្តិច
បាទអាញាកដាប្រាប់ថាឲ្យប្រកួតបាទចង់ទឹកអីមកដាក់ឲ្យមកប្រើទៀតមកឲ្យអស់ពីលទ្ធភាពបាទធាក់តុមួយរបស់កងចៃដែនបាទសុតគេមិនលុកស្ដាំម្ដាយពេញផ្ទៃមុខបាទតក់ឆ្វេងរបស់កងចៃដែនតក់ស្ដាំមកយើងទៀត ចប់ទឹកទី3 បាទចាប់ទឹកទី3បាទអញ្ចឹងគូនេះបាទគឺអត់សន្លប់ទេបាទឈ្នះចាញ់គ្នាដោយពិន្ទុបាទបន្តិចទៀតបាទចៅក្រមបាទអញ្ញាកដាលបាទប្រមូលពិន្ទុពីចៅក្រមបាទសរុបពិន្ទុបាទនឹងប្រកាសលទ្ធផលបាទថាតើកីឡាកររូបណាបាទនឹងឡើងទៅវគ្គផ្ដាច់ព្រាត់បាទប៉ុន្តែបែរជា Kevin ហើយព្រោះថាបាញ់មិញនេះបាទសាច់បៃល្អមែនទែនបាទជាពិសេសទឹកទី3មិញបាទជង្គង់ផងធាក់ផងបាទដៃផងពេញតែម្ដងបាទទៅលើកនឆៃដែន បង្គោលក្រហមសូតខេវិនឈ្នះកីឡាករមង្គលខៀវដោយពិន្ទុ